កូនបើប៉ះកូនបើអ៊ំទុកថ្ងៃទី1ងើបទៅភ្នំកលែនតាំងពីម៉ោង6ផឹកមួយងើបពីក្រេះគ្មានរួចទេលមៀចង់ដាប់ត្រឡប់ទៅទម្រាំដាច់ចិត្តងើបភ្នែកវិញឡើងប៉ោងស្ទុយទោះគ្មានចិត្តចង់ងើបក៏ត្រូវតែងើបដែរខ្លាចឡានចិញ្ចោណាមួយត្រូវខ្វាប់បែកទម្លាក់ពីម៉ែទៀតគួចទឹកលុបមុខដោះថ្មាញអីស្អាតហើយមកដូរកៅអៅធ្វើ outfit check តែ outfit ឆ្លោះគ្នាខាងនេះគេចិត្តមានប្តីឯងគេពាក់ចឹងបាទខ្ញុំសូមរកបែបចិត្តកដៃវែងឯងត្រៀមរកកូនពិសាឲ្យម៉ែដែរតែរកកប់កចឹងឯងខ្ញុំបបាក់ធ្វើមកសក់ហ្មងចង់លើកតិចចង់តម្លាក់តិចតែបើលើកទៅមុខវាកំាប់ពេកសេរីចុះសេរីឡើងឲ្យចងចឹងហ្មងទៅសក់ដូចកប៉ោងចំនួនមុនប៉ុន្តែតើធ្វើអញ្ចឹងមិនអត់ឃើញក្បាលខ្ញុំទៅពេកហើយវាអត់ទៅឃើញថ្ពាល់យើងធំពេកហើយរឿងថ្ពាល់ផ្លិចដាក់ color ថ្ពាល់អញ្ចឹងយើងដាក់ថែមតិចទៅបន្ទាប់មកគឺបាញ់ជាមួយនឹង luxury spray ដើម្បីឲ្យតុប make up យើងជាប់បាញ់យូរម៉ោងនិងជួយផ្ដល់សំណើមដល់ផ្ទៃមុខយើងពេញមួយថ្ងៃដូចគ្នាណាមួយពេលយើងបាញ់ចឹងទៅវាជួយការពាររលមាស់នៅពេលយើងចេញក្រៅត្រូវដីត្រូវតលីជាដើមម៉ោង7វ៉កងចោះញ៉ាំអីតិចតួចទៅដល់ឡើងលើភ្នំកលែននោះប្រហែលជាម៉ោង9ជាងយើងមកលើអុចធូបអុចអីចឹងណាហើយថ្ងៃហ្នឹងគឺមានកឋិនដែរចឹងមានទីងម៉ោមានការរាំមានអីចឹងទៅខ្ញុំតាំងពីក្មេងមកមិនដែលខ្លាចទីងម៉ោអីចឹងតែទាំងអស់គ្នាខ្លាចឬក៏អត់ហើយមកថ្ងៃនេះគឺតែចាក់ទៅជុំមែនតើភ្លៀងរហូតអស់ជំរឿឲ្យផ្លេចយកឆាត់មកមានទៅទូតង់ទាំងអស់គ្នាជួយលើកគ្នាទៅតែបើសួរថាវាចិត្តអត់គឺអត់ទេរោបខ្ញុំសើមដដែលព្រោះដើរមកអូសដីចឹងក៏ងាយជាមួយនឹងអាវយឺតសរងអ៊ីខុំយើងញ៉ាំបាយញ៉ាំអីប្រយុទ្ធគ្នាលេងបៀចឹងតែមិនហ៊ានដាក់បៀព្រោះ TikTok នឹងវា sensitive ចាប់ឯងបាត់មកវិញក៏មានបានដូរកៅអៅអីណាគឺខ្ញុំពាក់តែអញ្ចឹងមកព្រោះប្រញាប់ទៅដើរលេងនៅកន្លែងមួយទៀតល្ងាចហ្នឹងដោះតាកៅអៅចូលងុចទឹកព្រឹប make up ព្រាតហើយខ្ញុំនៅក្រោយគេពីអ្នកនេះគេហើយឲ្យគេទៅមុនទៅព្រោះខ្ញុំ make up តែ5នាទីជាមួយនឹង luxury ហើយទម្លាប់ខ្ញុំគឺងាយប្រើសេរ៉ូមុនគេដើម្បីបាញ់ឲ្យទៅមុខយើងវាត្រជាក់វាមានសំណើមទៅ make up យើងវាចូលល្អវាអត់ខ្ចាក់ម្សៅចេញមកវិញអានេះគឺជាវិធីដែលខ្ញុំធ្វើឲ្យ make up ខ្ញុំគឺម៉ត់ម្សៅវាអត់ឆ្លុះគ្នាមួយយើងបន្ទាប់មកគឺខ្ញុំប្រើ UV អ្នកនេះប្រកាសជាឆ្ងល់ហើយយប់ឲ្យប្រើ UV អីទៀតយើងមិនត្រូវតែការពារតកម្ដៅថ្ងៃមុខទេអាពលឺភ្លើងចេញពីទូរស័ព្ទពលឺអីផ្សេងៗក៏ធ្វើឲ្យប៉ះពាល់ដល់ស្បែកមុខដែរមួយអានេះគឺដូចជា base make up មួយដែរព្រោះនៅលើហ្នឹងគឺមាន UV essence នៅពេលដែលយើងលាបទៅគឺវាជួយផ្ដល់សំណើមនៅលើមុខយើងក្នុងពេលតែមួយបន្ទាប់មកគឺយើងប្រើជាមួយនឹង BB ដើម្បីធ្វើឲ្យ make up យើងវាកាន់តែម៉ត់ស្អាតជាពិសេសរឿងបាត់បាំងស្នាមដក់ស្លក់ខំភ្នែកស្នាមមុនស្នាមអីតិចតួចហ្នឹងរបៀបប្រើ BB របស់ luxury គឺអ្នកនេះបៀបវារៀងស្ដាប់ដើម្បីឲ្យវាងាយស្រួល blend បើមិនអ្នកនេះដាក់ច្រើនជ្រុលពេកប្រកាសជាអត់ចូលមុខទេយើងសុខចិត្តលាបម្ដងតិចហើយបើសិនយ៉ាងនេះប្រើប៉ងអីយើងតបវាថ្នមចូលមុខទៅអានេះគឺគ្រាន់តែខ្ញុំប្រើពីមុខហ្នឹងឯណាគឺឃើញមុខមានជីវិតជីវ៉ារស់រវើកតែម្ដងហើយក្រោយទៀតគឺយើង make up ចូលសាហាវវាយ color ភ្នែក color ថ្ពាល់ crème contour ច្រមុះលឿនមែនតើជាមួយនឹង luxury តែវាលឿនមិនដល់ខ្ញុំទេចិត្ត100រឿងពាក់អានេះឃើញស្អាតហើយទៅនឹកឃើញចង់ដូរពាក់រ៉ូបវិញមានអារម្មណ៍ថាវាមិនសូវស៊ីជាមួយនឹងទីតាំងគេរ៉ូបហើយទៅសក់ក្បាលម្ដងចង់ដូរសក់អត់ចង់ទម្លាក់ទេអញ្ចឹងខ្ញុំទៅមូទៅត្រាថាចេញមក6កន្លះឥឡូវមក7លើហើយតែអ្នកនេះគិតថាខ្ញុំទម្លាក់សក់ត្រង់ឬក៏មូស្អាតជាងក៏មិនមើលគាត់ថាចេញទៅណាប៉ុន្តែភ្លេចបាញ់ជាមួយនឹង spray ចុងក្រោយគេអញ្ចឹងគឺត្រូវតែបាញ់សិនខ្ញុំដើរលេងដល់យប់អញ្ចឹងខ្ញុំត្រូវតែបាញ់ទៅដើម្បីឲ្យ make up ខ្ញុំជាប់បាញ់យូរខ្ញុំមើលទៅកន្លែងច្រមុះទៅឡើងគីឡូហ្មងទៅបាញ់រួចឲ្យខាតយើងបាញ់នៅលើខ្លួនទៀតប៉ុណ្្នឹងហើយ